លែងវីសាទៅដល់ភ្ញៀវចិនអ្នកជំនាញបង្ហាញយុទ្ធសាស្ត្រ3ចំណុចដើម្បីជំរុញឲ្យទទួលបានជោគជ័យការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដាក់ចេញនៅគោលនយោបាយសាកល្បងលើកលែងថវិកាសម្រាប់ភ្ញៀវទេសចរចិនត្រូវបានចាត់ទុកថាជារបបប្រវត្តិសាស្ត្រថ្មីនៅក្នុងវិស័យទេសចរដែលកម្ពុជាមិនធ្លាប់អនុវត្តពីមុនមកចំពោះជាតិសាសន៍ដទៃប៉ុន្តែភាពជោគជ័យនៃការលើកលែងវីសាសម្រាប់ភ្ញៀវទេសចរចិនមិនមែនអាស្រ័យលើការបើកទ្វារតែមួយមុខប៉ុណ្ណោះទេនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានអាមេរិកាប៉ុនតូលោកបណ្ឌិតធួនស៊ីណានប្រធានសមាគមទេសចរអាស៊ីប៉ាស៊ីហ្វិកផាតាប្រចាំកម្ពុជាបានវិភាគយ៉ាងស៊ីជម្រៅលើទិដ្ឋភាព3ចំណុចដែលកម្ពុជាត្រូវយកចិត្តទុកដាក់បំផុតដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីគោលនយោបាយនេះទី1យុទ្ធសាស្ត្ររៀបចំផ្ទះឲ្យស្អាតនិងពង្រឹងអភិបាលកិច្ចច្បាប់ត្រង់ចំណុចនេះលោកបណ្ឌិតបានផ្ដល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់លើការសម្អាតផ្ទៃក្នុងជាពិសេសគឺការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពនិងតម្លាភាពលោកបានសង្កត់ធ្ងន់ថារូបភាពអវិជ្ជមានដែលកំពុងរីករាលដាលលើបណ្ដាញសារព័ត៌មានអន្តរជាតិជុំវិញបញ្ហាសន្តិសុខនិងការឆោបបោកតាមប្រព័ន្ធអនឡាញបានคล้ายជារបាំងចិត្តសាស្ត្រដែលធ្វើឲ្យភ្ញៀវទេសចរមានភាពរារែកដូច្នេះការលុបបំបាត់រាល់ភាពមិនប្រក្រតីនៅក្នុងសង្គមគឺជាកត្តាចាំបាច់ដើម្បីកសាងទំនុកចិត្តនិងសុវត្ថិភាពជូនភ្ញៀវទេសចរឡើងវិញទី2ការតាមដានឥទ្ធិពលនៃនយោបាយរដ្ឋរបស់មហាអំណាចចិនបើទោះបីជាកម្ពុជាផ្ដល់សេរីភាពនៅក្នុងលំហូរចូលយ៉ាងណាក៏ដោយក៏កត្តាកំណត់ពិតប្រាកដនៅតែស្ថិតនៅក្រោមឥទ្ធិពលនៃគោលនយោបាយផ្ទៃក្នុងរបស់រដ្ឋបាលទីក្រុងប៉េកាំងប្រសិនបើរដ្ឋាភិបាលចិនមិនទាន់មានយន្តការជំរុញឲ្យពលរដ្ឋចេញទៅក្រៅប្រទេសឬបើកចំហគោលនយោបាយធ្វើដំណើរឲ្យបានទូលំទូលាយទេនោះយុទ្ធសាស្ត្រលើកលែងវីសារបស់កម្ពុជាក៏មិនទាន់អាចបង្ហាញសក្តានុពលបានពេញលេញដែរទី3ការលើកកម្ពស់អត្តសញ្ញាណនិងភាពប្លែកពីគេតាមគំនិតរបស់លោកបណ្ឌិតធួនស៊ីណានជាជាងការប្រកួតប្រជែងលើទំហំធនធានកម្ពុជាគួរផ្ដោតទៅលើការបង្ហាញមុនស្នេហ៍និងអត្តសញ្ញាណខ្មែរពិតទៅកាន់ទីផ្សារគោលដៅលោកបណ្ឌិតធួនស៊ីណានបានប្រើការប្រៀបធៀបយ៉ាងមុតស្រួចថាប្រសិនបើចិនមាននំប៉ាវកម្ពុជាក៏មាននំគ្រក់ដែលតំណាងឲ្យភាពតាក់ទាញដោយឡែកនិងមិនអាចរកបាននៅកន្លែងផ្សេងការប្រើប្រាស់វិធីសាស្ត្រផ្សព្វផ្សាយដែលឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌និងភាពខុសប្លែកគ្នានេះគឺជាគន្លឹះដ៏សំខាន់នៅក្នុងការឆក់យកបេះដូងពីទេសចរចិនការសាកល្បងលើកលែងថវិកាសម្រាប់ភ្ញៀវទេសចរចិននឹងអនុវត្តរយៈពេល4ខែចាប់ពីថ្ងៃទី15ខែមិថុនារហូតដល់ថ្ងៃទី15ខែតុលា2026លទ្ធផលនៃដំណាក់កាលសាកល្បងនេះនឹងក្លាយទៅជាត្រីវិស័យសម្រាប់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការពិចារណាពង្រីកវិសាលភាពទៅកាន់បណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចផ្សេងៗទៀតនាពេលអនាគត